ខ្ញុំចង់ប្រាប់បងប្អូនខ្មែរថាប្រហែលអាទិត្យមុនហ្នឹងនៅពេលដែលលោកហ៊ុនសែននឹងបញ្ចូលមន្តអាគមគាថានៅក្នុងសញ្ញាបត្រនិស្សិតហ្នឹងគាត់បាននិយាយពីរឿង Bill Gates និយាយចឹងលបងធំ Bill Gates ហ្នឹងអ្នកណាគេលបងហើយលោកហ៊ុនសែនស្គាល់ Bill Gates នឹងប៉ុណ្ណាហើយខ្មែរយើងទូទាំងប្រទេសស្គាល់ Bill Gates ដែរអាហ្នឹងវាស៊ីបានតាគេវាមិនដឹងអីហ្នឹងវាចេះតែលើករឿងយកមកប្រូគេនៅពេលដែលខ្មែរទូទាំងប្រទេសមិនដែលអ្នកណាស្គាល់ថា Bill Gates នឹងជាអ្នកណាផងហើយបានលោកហ៊ុនសែនលើករឿងយកមកនិយាយហើយលោកបងធំស្គាល់ Bill Gates នឹងខ្លះដែរលោកហ៊ុនសែនគាត់គិតថាបើគាត់អាក្រក់គ្មានណាល្អជាងគាត់ទេហើយលោក Bill Gates ហ្នឹងជាជនជាតិអាមេរិកកាំងដែលរៀនចប់ខាងគេហៅថា computer programmer ហើយគាត់ជាអ្នកបង្កើតគ្រឿងកុំព្យូទ័រនិយាយអញ្ចឹងខ្ញុំយល់ថាលោកហ៊ុនសែនចង់កោប្រជាជនខ្មែរខ្លួនឯងខ្ញុំឮប្រជាជនអាមេរិកហ្នឹងហៅលោក Bill Gates ហ្នឹងថាជា philanthropist បានន័យថាម៉េចបងសូមបន្ថែមបន្តិចថាលោក Bill Gates ហ្នឹងគាត់ជាអ្នកបង្កើតកុំព្យូទ័រហើយក៏ជាអ្នកមហាសេដ្ឋីដែលមាន business ធំនៅក្នុងសហរដ្ឋអាមេរិកហើយ philanthropist ហ្នឹងបានន័យថាគឺជាមនុស្សដែលស្នេហាប្រជាជនធំបំផុតបើតាមតែខ្ញុំមកដឹងលោកហ៊ុនសែនក៏ជាអ្នកស្នេហាប្រជាជនដែរឃើញនេះព្រៃស្ដុកអ៊ូញព្រៃឈើអេសបូឥឡូវកាប់ឡើងស្លាស់ល្វឹងឲ្យប៉ុណ្្នឹងហើយមិនអត់ស្នាជាទេអញ្ចឹងលបងធំថ្ងៃដែលហ៊ុនសែនលើករឿង Bill Gates យកមកនិយាយហ្នឹងមិនគាត់ចង់កោខ្មែរគ្នាឯងខ្ញុំគាត់នឹងចង់កោដែរតាមពេលគាត់ចង់បោកជាពិសេសគឺចង់បោកពួកនិស្សិតនឹងប្រមាណ100ប្រមាណពាន់អ្នកនោះឯងគេឲ្យបងថនជឿថាហ៊ុនសែនបោកពួកនិស្សិតអស់នោះបានអត់មកទៅសយជឿតែអញ្ចឹងឯងបងមិនដឹងថានិស្សិតទាំងអស់ហ្នឹងអ្នកណាខ្លះស្គាល់ Bill Gates លោកហ៊ុនសែនចង់និយាយថាអ្នកមានបំផុតដូចលោក Bill Gates ហ្នឹងមិនបង់តាក់ចូលមិនបង់ពន្ធចូលរដ្ឋទេដើម្បីទុកលុយនឹងបង្កើតកន្លែងការងារទៀតវិញនិយាយហ្នឹងផលគេសតវិធផលណាបានផលតែប្រជាជនខ្លួនឯងចុះការបងពន្ធហ្នឹងគេបងយ៉ាងម៉េចដែរលបងហ្នឹងវាវែងឆ្ងាយប៉ុន្តែគាត់ថាអ្នកមានដូចលោក Bill Gates បងដែរតែបងតិចព្រោះថាការចំណាយរបស់គេនោះក៏វាធំហើយធំនោះវាធំយ៉ាងម៉េចខ្លះបងសូមលើកឧទាហរណ៍យកខ្លីៗមួយទៀតឧទាហរណ៍ថា Bill Gates ហ្នឹងគាត់មានកម្មករចំនួន1000នាក់ហើយក្នុងម្នាក់ប្រាក់ខែ$2000ក៏ប៉ុន្តែគេត្រូវកាត់ប្រាក់500រីឯ Bill Gates ហ្នឹងត្រូវថែមប្រមាណដូចថា50ឬ100ពីលើទៀតនេះអាហ្នឹងគេហៅថាបងតាក់ជូនរដ្ឋដែរហើយចុះនៅស្អីផ្សេងទៀតនោះផ្សេងទៀតនោះគឺ Bill Gates ហ្នឹងត្រូវចំណាយទៅលើឧទាហរណ៍ថាថ្លៃពេទ្យហើយនឹងអាស្រង់កន្លែងការងារមានគ្រោះថ្នាក់អីហ្នឹងជាដើមដាក់នឹងឡាក់ឥឡូវលោកបងថមមកជួយបញ្ជាក់តិចមួយថាហេតុអីបានជាមានខ្លះត្រូវបងតាអ្នកមានខ្លះមិនត្រូវបងតាវាលេឡំនឹងច្បាប់បន្តិចឧទាហរណ៍ថាដោយលោក Bill Gates ហ្នឹងគេដឹងថាគាត់ជាអ្នកមានធំចំណាយធំហើយឧទាហរណ៍ថាបើគាត់មានប្រាក់ចំណូល$1លានក្នុងមួយឆ្នាំអញ្ចឹងគាត់មិនត្រូវចាំបាច់កាត់ពី$1លានហ្នឹងយកទៅបញ្ចូលរដ្ឋទៀតទេអ្នកមានតូចតាចបាទអ្នក business តូចតាចឧទាហរណ៍ថាគេចំណេញក្នុងមួយឆ្នាំហ្នឹង$50000អញ្ចឹងគេត្រូវកាត់ជាភាគរយដូចជា1%ឬកន្លះភាគរយឲ្យទៅរដ្ឋទៀតចុះខ្ញុំឮគេថាលោក Bill Gates នឹងធ្វើ charity អីទៅណាអីចឹងបងចង់និយាយថាលោក Bill Gates ហ្នឹងគាត់ donate money ហ្នឹងឲ្យថាធ្វើសម្បទានលុយមកឯងចង់និយាយថាលោក Bill Gates នឹងទិញសរងវិជ័យចែកគេចែកឯងអីដូចលោកហ៊ុនសែនហ្នឹងហ៎អាមេរិកកាំងនោះវាទទួលសរងវិជ័យដែរចុះដូច្នេះបានន័យថាលោក Bill Gates ហ្នឹងអ្នកមានហ្នឹងគឺបានបងតាក់
អមជាមួយនឹងបុគ្គលិករបស់គាត់ពីដើមទីរួចមកហើយមិនចឹងចឹងហើយគាត់បញ្ជាក់បន្ថែមទៀតថាប្រាក់ចំណូលដែលគាត់រកបានក្នុងមួយឆ្នាំ$1 លានហ្នឹងគឺច្បាប់មិនតម្រូវឲ្យគាត់នឹងកាត់ជាភាគរយទៅឲ្យរដ្ឋទៀតទេហ្នឹងចំណុចហ្នឹងលោកហ៊ុនសែនអត់យកមកនិយាយសោះទីមួយលោកហ៊ុនសែនគាត់ឡើងងងគាត់មិនបានរៀនសូត្រដល់ហ្នឹងទេគាត់មិនដឹងហើយគាត់ចាំបោកតែប្រជាជនខ្លួនឯងឡើងទក់នៅថ្ងៃដែលលោកហ៊ុនសែនស្រោចទឹកចែកសញ្ញាបត្រដល់និស្សិតទាំងនោះគាត់បាននិយាយថាគាត់មិនមានសមត្ថភាពលុបបំបាត់គំនាបរវាងអ្នកមានហើយនិងអ្នកក្រទេហេតុអីអាហ្នឹងយើងទៅឆ្ងល់អីទៀតគាត់និយាយប្រាប់យើងត្រង់ថាគាត់ហ្នឹងឡើងងងគាត់មិនចេះទេអាខាងថាកសាងជីវិតថ្មីឲ្យប្រជាជនគាត់មិនចេះទេគាត់ចេះតែវាយលះដកលះបាញ់លះហើយសម្រាប់លះដូច្នេះបងប្អូនយល់ហើយដូច្នេះសូមជួយ share អរគុណសូមអរគុណ